dương slo dương đi phơi tới vì du pra pe du hay có pra ốc chả còn pe bật chất chẳng hạn đấy bạn dương song ló đàn bay dương cục krong còn đại bản dương cục krong còn đại để dương đập nước nung lò nó ta dương đập từ nông sản tuần hấp hiểm man mà pon mà rồi ông xa xe mà pon pi rồi ông xa xe chẳng hay đời xa đi tiết cô này này ní tụi tới phi mình tịt phải ốc nó vì hà tịt đòn chọn tịt đòn để bà hai pi được dẹp về dù đại miền còn đặt đó bà hai phải đi dẹp về dù này cà pra lò nè tôm rام cái bọc bòn việc bạ việc ấy bọc bòn trao rồi cái plastic cái phơi cái lại nạp xì รចនាសម្ព័ន្ធឡហ្នឹងមានន័យ បាទ រចនាសម្ព័ន្ធឡហ្នឹង ទូទៅរចនាសម្ព័ន្ធឡយើងតាក់ទងនឹងឡស្លដែកយើងត្រូវអាចនេះយើងអាចទៅយើងរួមមើលតើមានបំពង់តម្លៃអីទេតែយើងត្រូវរកផុសតាងបន្ថែមទៀតដូចជាផ្នែកនេះមួយនេះហើយឡរចនាសម្ព័ន្ធវាត្រូវធម្មតាវាត្រូវមានប្រអប់ភ្លើងវាហើយកន្លែងដុតវាកន្លែងគប់ភ្លើងវាហើយនឹងប្រហែលជាអាចមានបំពង់ប្រហុយផ្សាយ ជាងនេះបងសន្តានថាលបដៃ ប៉ុន្តែខ្ញុំគិតថានៅនេះគឺសន្និដ្ឋានថាជាឡស្លដែកប៉ុន្តែនេះគាត់នឹងប្រាប់ថាជាផ្នែកក្នុងនៃឡក្នុងនៃឡអត់នៅខាងក្រៅព្រោះខាងក្រៅអត់មានជាប់ស្តុបលោកអត់ស្តុបលោកខាងក្រៅអត់គាត់តែឃើញអាហ្នឹងយើងដឹងថាផ្នែកខាងក្នុងកូឡាលភាពទៅដូចទៅផ្នែកខាងក្នុង អានេះលោកគ្រូអាសំណល់កូឡាលទឹកឆ្នាំកូឡាលពីឬក៏ស្អីគេ អានេះផែអត់ផែ យូរទៅវាក្តៅវាលាយវាទៅជា បាទ កំណក បាទជាស្តុបលោកចឹងស្តុបលោកដំបងដែលគេរកឃើញនៅចិនតាំង1500ឆ្នាំមុនគ្រិស្តសករាជគឺស្តុបលោកផែវាហាទៅចាប់ភាគទៅវាមានចំណុចផ្លាដូចកកញ្ចក់កៅហើយគេឆ្ងល់ថាអានេះបានមកពីណាហើយដល់អញ្ចឹងយូរទៅគេដឹងថាអូអានេះមកពីផែជាសមាសធាតុផ្សំមួយនៃស្តុបលោកបើថាវាស្ដារអញ្ចឹងហើយវាទៅចាប់កាលណាចាប់យូរឆ្នាំវាទៅជាកំណត់វាយូរឆ្នាំដែលគេដុតព្រោះនេះលោហៈធម្មតាវាអញ្ចឹងទៅបាត់ទៅបាយអញ្ចឹងបើនេះប្រហែលខ្ញុំគិតថានៅនេះគេមិនយកដីឥដ្ឋនេះទេគេយកអាចយកថ្មបែកក្រៀមនេះធ្វើជាជាងឡអាចបិទដី ខាងក្នុងវាអាចបៀកដីវាកុំឲ្យវាមានខ្យល់ចូលដីឥដ្ឋធម្មតាដីឥដ្ឋដាក់ទឹកឲ្យស្អាតទៅបាត់ទឹកធ្វើវាស្រួល លើតាមនៅតាមណោពេលខ្លះយកចានដាក់វាគេថាវាជាផែសិបងមកអាចដែលចេញឡទៅយើងគិតម្យ៉ាងទៀតហើយអាចយកចិត្តផែដើមឈើថាឆែកព្រៃ ដើមឈើដែលគេដុត ហើយដោយសារ តែកាលនេះចំនួនលោកគ្រូចន្ទស្រីតាអាដើមឈើដែលវាឆេះព្រៃវាអាចបង្កកើត អត់ទេ អានឹងតកម្ដៅប្រមាណបានកើតហ្នឹង ឆេះដើមឈើវាអត់នេះទេវាអត់នេះវាអត់បដោតមួយនៅក្នុងគប់មួយធម្មតាឡវាប្រៀបដូចនេះ មិនដែរ ហ្នឹងហើយដូចវា ប្រហែលនឹងក្នុងទីតាំងដីហ្នឹងបាទសិជាយើងជីកដីយើងយកវាសម្គាល់បហាវានឹងឲ្យយ៉ាងខានគេប្រើប្រភេទឈើយ៉ាងមេឃដើម្បីកំដៅរហោះហ្នឹងឡ រហូតលោកហាក់ បើទូទៅចេះឈើដែលគេដុតឈើណាដែលតាំងធ្ងន់វាឆេះល្អហើយបានយូរដូចឈើអាស័យអីឈើអីរយៈពេលដូចឈើដែលយើងពេលខ្លះពីដើមយើងសម្បូរឈើ ពីដើមចាក់អីទៅណាលងថៃអត់លងថៃ ដុតទៅយើងឆេះហើយឆេះបានយូរចំផេះបានយូរធ្វើឲ្យកម្ដៅសីតុណ្ហភាពរលាយវារហ័សវារហ័សទៅដល់ចំណុចរលាយរបស់លោកហើយ ពីដើមចាបុរាណ